នៅភូមិតូចមួយនេះមានគ្រួសារដ៏មានសេចក្តីសុខមួយរស់នៅម៉ាក់មើលកូនសត្វនេះចុះមែនហើយវាជាកូនសត្វតូចគួរឲ្យស្រឡាញ់ណាស់សូរិយាជាអ្នកត្បាញដ៏ពូកែថ្ងៃនេះនាងកំពុងធ្វើអំបោះដែលទន់បំផុតនេះនឹងក្លាយជាសម្ពត់ដែលស្អាតបំផុតសម្រាប់បុណ្យខាងមុខកូនសម្លាញ់សេចក្តីសុខត្រូវបានរំខានដោយខ្យល់ព្យុះដ៏ខ្លាំងមួយដែលបក់បោកមកលើភូមិម៉ាក់កូនខ្លាចកុំខ្លាចកូនអំបោះរបស់ម៉ាក់ខូចអស់ហើយដោយភាពអស់សង្ឃឹមសូរិយាបានបែរទៅរកម្ចាស់ព្រៃភ្នំលោកម្ចាស់ពស់បើលោកអាចជួយសង្គ្រោះអំបោះខ្ញុំនឹងរៀបការជាមួយលោកតើអ្នកប្រកាសអំពីពាក្យសន្យានេះទេនាងសូរិយាទោះបីជាមានការភ័យខ្លាចយ៉ាងណាក៏ដោយក៏សូរិយាត្រូវតែរក្សាពាក្យសន្យារបស់នាងដែរចាស់លោកម្ចាស់ខ្ញុំសន្យាកុំអីសូរិយាចាំម៉ាក់មើលចុះអំបោះរបស់ម៉ាក់វាវិលមកវិញហើយអូអស្ចារ្យណាស់កូនអេនាងសូរិយាអើយឯងមើលចុះស្អាតដូចទេពធីតាអញ្ចឹងភ្លាមនោះស្រាប់តែមានពន្លឺពណ៌មាសដ៏ត្រចះត្រចង់មួយបានជះចេញពីខាងក្រៅភូមិស្ដេចពស់មកហើយព្រះអើយទ្រង់មានរស្មីណាស់សូមឲ្យព្រះប្រទានពរឲ្យអ្នកទាំងពីរមានសេចក្តីសុខនិងសេចក្តីចម្រើនលាឲ្យអ្នកភូមិទាំងអស់គ្នាសូមថែរក្សាខ្លួនឯងផងអស្ចារ្យមែនខ្ញុំមិនធ្លាប់ឃើញបែបនេះទេពេលវេលាបានកន្លងផុតទៅហើយពួកគេរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងពិភពវេទមន្តនេះកូនរបស់ម៉ាក់ឯងពិតជាស្អាតណាស់ទោះបីជាមានសេចក្តីសុខយ៉ាងណាក៏ដោយក៏សូរិយានៅតែនឹកផ្ទះរបស់នាងម៉ាក់បាយឆ្អិនហើយបងសំឡាញ់ខ្ញុំនឹកម៉ាក់របស់ខ្ញុំនឹកផ្ទះរបស់ខ្ញុំខ្លាំងណាស់បងយល់ពីអារម្មណ៍របស់អូនបងនឹងឲ្យអូនទៅលេងផ្ទះរបស់អូនហើយពួកគេក៏បានរៀបចំរបស់របរសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយនេះខ្សែសកលពណ៌បៃតងនេះនឹងការពារអូនកុំឲ្យវាបាត់ឡើយកុំឲ្យនរណាម្នាក់ដឹងឲ្យសោះប៉ារបស់ឯងគឺជាស្ដេចពស់ហើយពួកគេក៏បានធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះដើម្បីទៅដល់ភូមិដែលសូរិយាធ្លាប់រស់នៅជិតដល់ហើយកូនសម្លាញ់ម៉ាក់ចាំភូមិនេះច្បាស់ណាស់សូរិយាកូនសម្លាញ់ឯងពិតជាត្រឡប់មកវិញមែនម៉ែខ្ញុំនឹកម៉ែណាស់សេចក្តីនឹករលឹកដែលបានសន្សំអស់រយៈពេលជាច្រើនឆ្នាំក៏បានផ្ទុះឡើងក្នុងពេលនេះម៉ាក់ខ្ញុំនឹកម៉ាក់ខ្លាំងណាស់កូនទាំងពីរស្អាតខ្លាំងណាស់ជីដូនសប្បាយចិត្តណាស់ដែលបានជួបកូនខ្ញុំចង់ឲ្យកូនស្រីទាំងពីររបស់ខ្ញុំបានស្គាល់ពីស្រុកកំណើតរបស់ពួកគេឯងធ្វើត្រូវហើយម៉ាក់តើខ្ញុំគួរប្រាប់អ្នកភូមិអំពីប៉ាឬទេម៉ាក់ដឹងថាកូនបាកំប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យនរណាម្នាក់ដឹងឲ្យសោះប៉ារបស់ខ្ញុំគឺជាស្ដេចពស់ខ្ញុំនឹងមិនប្រាប់អ្នកណាទេកុំខ្លាចម៉ាក់ខ្ញុំត្រូវតែប្រាប់អាចកំបាំងមួយដល់ម៉ាក់ស្វាមីរបស់ខ្ញុំគឺជាស្ដេចពស់សេចក្តីស្រឡាញ់របស់ម្ដាយបានផ្ដល់កម្លាំងចិត្តដល់កូនស្រីកូនសម្លាញ់កូនមិនចាំបាច់ភ័យខ្លាចឡើយម៉ាក់នឹងការពារកូនលោកតាចាស់ទុំខ្ញុំមានអាចកំបាំងមួយដែលខ្ញុំចង់ប្រាប់លោកតាលោកតាប៉ារបស់ខ្ញុំគឺជាស្ដេចពស់កូនអើយរឿងនេះគ្រោះថ្នាក់ណាស់អ្នកភូមិប្រហែលជាមិនយល់ស្របឡើយតើឯងឮទេប្តីរបស់សូរិយាជាសត្វពស់មិនយូរប៉ុន្មានព័ត៌មាននេះបានរីករាលដាលពេញមួយភូមិម៉ាក់ខ្ញុំមានអារម្មណ៍ថាអ្នកភូមិកំពុងតាមដានពួកយើងត្រូវហើយកូនស្រីយើងមិនអាចឲ្យបិសាចពស់មករស់នៅក្បែរភូមិយើងបានទេនៅយប់នោះសូរិយាបានយល់សប្តិឃើញស្វាមីរបស់នាងសូរិយាចូលប្រយ័ត្នខ្លួនគ្រោះថ្នាក់ជិតមកដល់ហើយកូនយើងត្រូវតែចេញពីទីនេះឥឡូវនេះមុនពេលអ្នកភូមិភ្ញាក់ពីគេងតើអ្នកចង់ទៅណាទាំងព្រលឹមបែបនេះសូរិយាពូឲ្យពួកយើងទៅផ្ទះវិញទៅណានាងនាគ
មិនដឹងពីរឿងហេតុអ្វីឡើយនាងនៅតែមានចិត្តល្អអ្នកភូមិបានទាមទារឲ្យសូរិយានាំពួកគេទៅជួបស្ដេចពស់ នាំយើងទៅរោងភ្នំនោះ យើងចង់ឃើញបិសាចដែលឯងហៅថាប្តី សូរិយាគ្មានជំរឿសអ្វីក្រៅពីនាំពួកគេទៅកាន់ព្រៃជ្រៅនោះឡើយ ទុំកុំធ្វើបាបគាត់ទេល្អទេគាត់គ្មានកំហុសទេ សូមឲ្យពួកយើងទៅផ្ទះវិញទៅប៉ាគាត់មិនធ្វើបាបអ្នកណាទេ ពួកគេបានធ្វើដំណើរទៅមុខបន្តិចម្ដងដោយភាពភ័យខ្លាច តើអ្នកចង់បានអ្វីពីគ្រួសាររបស់ខ្ញុំវិញបិសាចជួយផង With just a single use of his magical power, they were expelled from there. បងសំឡាញ់ អរគុណដែលបានជួយពួកយើង កូនស្រីរបស់ខ្ញុំកុំខ្លាចឡើយប៉ានឹងការពារកូនជានិច្ច ហើយពួកគេក៏បានសន្យាថានឹងស្រឡាញ់គ្នាអស់មួយជីវិត បងសំឡាញ់ខ្ញុំនឹងស្រឡាញ់បងអស់មួយជីវិត ភ្លាមនោះស្រាប់តែមានអ្នកភូមិមួយចំនួនបានឃើញស្ដេចពស់និងអំណាចដ៏វិសេសវិសាលរបស់ទ្រង់ ម៉ាក់កូនសប្បាយចិត្តណាស់ដែលបានរស់នៅទីនេះ ម៉ែក៏សប្បាយចិត្តដែរ ម៉ាក់ ប៉ាខ្ញុំយល់ពីអំណាចរបស់ពួកយើងខ្ញុំនឹងប្រើវាដើម្បីជួយអ្នកដទៃហើយពួកគេរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងពិភពវេទមន្តនេះសេចក្តីសុខពិតប្រាកដគឺនៅទីនេះ ជាមួយនឹងគ្រួសាររបស់យើង